មកគួយជីវទឹកខ្មៅនៅតំបន់ 7NG ទេសភាពបឹងឈូកបរិយាកាសល្អព្រឹកម៉ោង 8:10 នាទីនៅតំបន់ណាច NG អត់នៅស្រុកខ្សាច់កដាលខេត្តកដាលនេះគឺទេសភាពបឹងឈូកដែលហាងគុយទាវទឹកខ្មៅទាវជាចូលមានស្ដាមស្រាលគួរចាំក៏ដាក់សាច់លុបខ្ញុំមិនចេញខ្ញុំទៀវខ្ញុំមិនចេញមកទីកាទៀមានអត់ហើយនេះគឺជាកូនរបស់ខ្ញុំទាំងពីររូបអាប្រុសគឺកម្ពស់1 ម៉ែត្របានកូន1 ម៉ែត្រ 70 ម៉ានហើយជា1 ម៉ែត្រ 76ដោយសារឪពុក1 ម៉ែត្រ 74រីឯកូនស្រីរបស់ខ្ញុំរៀននៅវិទ្យាល័យស៊ីសុវត្ថិរៀនថ្នាក់ទីម៉ានកូនថ្នាក់ទី10កម្ពស់1 ម៉ែត្រ 66ខ្ញុំជាម្ដាយកម្ពស់1 ម៉ែត្រ 65ខ្ញុំជាប្រពន្ធចំពោះគឺជាភរិយាដកដងឧត្តមដែលគិតពីកូនហើយនឹងប្តីល្អណាស់ហេនេះគឺជាបរិយាកាសមួយនៅតំបន់ 7NG កំតែឥឡូវគឺបានដូរឈ្មោះឲ្យមកណាង NG បរិយាកាសនេះល្អមែនតើណាបងប្អូននេះពេលព្រឹកពេលល្ងាចនេះខ្យល់រសៀលហ្មងចាហើយឥឡូវនេះគឺនៅនេះគេមានបន្ថែមមានម៉ាកអាវតាហើយមានដៃខាចឡានប្រាក់នេះទៀតគូចឹងបងប្អូនមកដំណើរតាមផ្លូវណាយានជាគឺមានភាពងាយស្រួលជួយអារម្មណ៍ស្រស់ស្រាយហើយអាចចូលមើលម៉ាកអាវតាបានចាមានលក់ទំនិញច្រើនមុខហើយតម្លៃធូរហើយជាពិសេសមួយទៀតគឺនៅទីតាំងនេះជាភោជនីយដ្ឋានមួយដែលមានភាពតាក់ទាញខ្ញុំចង់និយាយភាពតាក់ទាញមិនមានកញ្ចក់ដែលមើលទៅធម្មជាតិមើលទៅ fresh តែម្ដងហើយមានបឹងឈូកនេះបងប្អូនថាមកហូបអូខេយើងញ៉ាំបានមួយអញ្ចឹងណាចាបងប្អូនមើលជាក់ស្ដែងទស្សនវិជ្ជានេះគឺថាអូយស្អាតមែនទែនតែម្ដងចាកាទៀក៏ឆ្ងាញ់កាទៀតម្លៃធូរថ្លៃកាទៀទឹកខ្មៅបងប្អូនឆ្លងកាត់អីមកសាក់គឺទឹកខ្មៅនៅផ្លូវណាង NG បានចាហើយថ្ងៃសៅរ៍អាទិត្យទៀតគឺមានបន្ថែមនៅម្ហូបអាហារដែលយើងចូលចិត្តជាប្រពៃណីយើងមានពងទាកូនមានសាច់គោអាំងមានខ្យងស្ងាអូយច្រើនមែនតើចាខ្ញុំអត់បានមកពេលល្ងាចថ្ងៃសៅរ៍អាទិត្យចាំពេលលោកក្រោយខ្ញុំមកសៅរ៍អាទិត្យពេលល្ងាចខ្ញុំនឹង review ឲ្យបងប្អូនមើលចាបាយបាយ